កុំប៉ះរោគការរបស់ខ្ញុំអ្នកដឹងទេថារោគការរបស់ខ្ញុំនេះតម្លៃប៉ុន្មានជាម៉ូដកាត់ដេរពិសេសណាបើអ្នកធ្វើឲ្យប្រឡាក់បើឲ្យអ្នកធ្វើការសម្អាតមួយជីវិតក៏សងគេមិនរួចដែរអ្នកដឹងទេថាខ្ញុំខំប្រឹងដើម្បីថ្ងៃនេះបើអ្នកហ៊ានតែបង្កជារឿងមិនល្អឲ្យខ្ញុំកុំថាខ្ញុំមិនដឹងមនុស្សស៊ីវឈីងម៉ាក់ជិះឡាន6ម៉ោងមកដើម្បីមកជួបកូនណានេះជាចិញ្ចៀនមាសដែលម៉ាក់ទុកតាំងពីថ្ងៃរៀបការរបស់ម៉ាក់ស្ដាយមិនហ៊ានលក់ទេថ្ងៃនេះកូនរៀបការហើយម៉ាក់ចង់ពាក់ឲ្យកូនដោយផ្ទាល់ដៃឲ្យកូនមានសេចក្តីសុខពេញមួយជីវិតចិញ្ចៀនថោកទាបបែបនេះក៏យកមកពាក់បានដែរឬថ្ងៃនេះខ្ញុំរៀបការចូលត្រកូលគោចិញ្ចៀនដែលគេឲ្យខ្ញុំតម្លៃ3 លាន 8 សែនដុល្លារចិញ្ចៀនកំពេចកំពុកហួសសម័យរបស់អ្នកក៏ហ៊ានយកមកពាក់លើដៃខ្ញុំដែរឬស៊ីវឈីងម៉ាក់នាងគឺជាអ្នកសម្អាតមែនទេនឹងហើយបានជាមិនដែលលឺនាងនិយាយពីគ្រួសារសោះពិធីរៀបការអភិជនបែរជាមានម៉ាក់ជាអ្នកបោះសម្អាតបង្គន់មកក្បែរខ្មាស់គេខ្លាំងណាស់នៅឈរធ្វើអីទៀតទៅឲ្យឆ្ងាយទៅថ្ងៃនេះមានសុទ្ធតែថ្នាក់ដឹកនាំក្រុមហ៊ុនធំមកចូលរួមមានទាំងភរិយាមហាសេដ្ឋីនិងពួកអ្នកមានមុខមាត់ក្នុងសង្គមអ្នកជាមនុស្សចាស់ចាំតែបោះសម្អាតបង្គន់ម្នាក់មកឈរនៅទីនេះតើចង់បំផ្លាញអនាគតខ្ញុំមែនទេស៊ីវឈីងម៉ាក់មិនបានមកធ្វើឲ្យកូនខ្មាស់គេទេណាម៉ាក់បោះអាគារពេលថ្ងៃលៀងច័ន្ទពេលយប់ដើម្បីឲ្យកូនបានរៀនសាកលវិទ្យាល័យនិងបានមកធ្វើការក្នុងក្រុងម៉ាក់មិនដែលទាមទារអ្វីតបស្នងទេថ្ងៃនេះគ្រាន់តែចង់ឃើញកូនស្លៀករ៉ូបការម្ដងប៉ុណ្ណោះទៀតហើយចាប់ផ្ដើមយកសិលធម៌មកគៀបសង្កត់ខ្ញុំទៀតហើយអ្នកឲ្យខ្ញុំរៀនព្រោះអ្នកជាម៉ាក់ខ្ញុំនិងវាជារឿងដែលអ្នកត្រូវធ្វើស្រាប់ហើយអ្វីដែលខ្ញុំមានសពថ្ងៃនេះគឺដោយសារតែការខិតខំរបស់ខ្ញុំនិងជំនួយពីគ្រួសារត្រកូលគូក្រៅពីមករំខានខ្ញុំក្រៅពីធ្វើឲ្យខ្ញុំខ្មាស់គេតើអ្នកអាចផ្ដល់អ្វីឲ្យខ្ញុំបានទៀតហេស៊ីវឈីងនេះហើយមែនទេអ្នកម្ដាយបង្កើតដែលអ្នកមិនដែលហ៊ានណែនាំឲ្យពួកយើងស្គាល់អ្នកមីងកុំយល់ច្រឡំអីគាត់មិនមែនជាម្ដាយខ្ញុំទេគាត់គ្រាន់តែជាញាតិឆ្ងាយដែលធ្លាប់មើលថែខ្ញុំកាលពីក្មេងប៉ុណ្ណោះខួរក្បាលគាត់មិនសូវល្អទេចូលចិត្តទៅទទួលស្គាល់មនុស្សផ្ដេសផ្ដាសស៊ីវឈីងម៉ាក់គឺជាម៉ាក់បង្កើតរបស់កូនណាកាលពីក្មេងកូនខ្លាចភាពងឹតពេលដេកយប់កូនតែងតែចាប់ដៃម៉ាក់ជាប់ហើយអ្វីបានជាពេលនេះកូននិយាយថាម៉ាក់ជាមនុស្សឈួតទៅវិញឈប់សម្ដែងទៅមនុស្សចាស់កម្រិតទាបដូចជាអ្នកខ្ញុំឃើញច្រើនណាស់ហើយមិនមែនមកព្រោះឃើញកូនស្រីរៀបការចូលគ្រួសារអ្នកមានទើបចង់មកតង់តាក់មែនទេចង់មកសុំលាភសក្ការៈមែនទេយកចិញ្ចៀនចាស់របស់អ្នកចេញទៅឲ្យឆ្ងាយកុំយកក្លិនថ្នាំសម្រាប់មេរោគលើខ្លួនឯងមកធ្វើឲ្យខូចពិធីមង្គលការគ្រួសារតកូលគូរបស់ខ្ញុំឲ្យសោះស៊ីវឈីងកូនក៏គិតបែបនេះដែរមែនទេកូនមើលគេដេញម៉ាក់បង្កើតខ្លួនឯងដូចជាសម្រាប់បែបនេះមែនទេម៉ាក់កុំធ្វើខ្លួនឲ្យវាក្មេងខ្ចីពេកបានទេគ្រួសារតកូលគូអាចឲ្យផ្ទះធំដល់ខ្ញុំអាចឲ្យតំណែងការងារដល់ខ្ញុំអាចឲ្យខ្ញុំឈានជើងចូលក្នុងសង្គមអ្នកមានបានចុះម៉ាក់វិញអាចឲ្យអ្វីខ្ញុំបានខ្លះម៉ាក់គ្មានអ្វីឲ្យខ្ញុំក្រៅពីមករំខានខ្ញុំឡើយសន្តិសុខអ្នកគ្រប់គ្រងសន្តាគារណៃណាឆាប់ដេញមនុស្សចាស់ម្នាក់នេះចេញទៅឲ្យឆ្ងាយភ្លាមថ្ងៃនេះគ្រួសារត្រកូលគូបានជួបផ្ទះនេះទាំងជាន់កុំមករកជាងអីចេញទៅវិញទៅខ្ញុំមិនមែនមករកជាងទេខ្ញុំគ្រាន់តែមកជូនកូនស្រីរៀបការនាងមានសមត្ថភាពអីមកជូនកូនស្រីរៀបការឈរនៅចិត្តកូនប្រសាខ្ញុំមើលទៅដូចជារូបភាពអ្វីទៅនេះអ្នកមីងមិនអីទេអ្នកមីងកុំធ្វើឲ្យបាត់ចិញ្ចៀនរបស់អ្នកមីងណាស៊ីវលីនឯងចង់បានន័យថាម៉េចខ្ញុំចំណាយលុយជួលឯងមកផាត់មុខមិនមែនឲ្យឯងមកកវីរវល់រឿងអ្នកដទៃទេកញ្ញាលីនខ្ញុំគ្រាន់តែគិតថាម្ដាយម្នាក់ដែលខំធ្វើដំណើរផ្លូវឆ្ងាយមកជូនកូនរៀបការមិនគួរត្រូវគេមើលងាយបែបនេះទេចិញ្ចៀននេះប្រហែលមិនថ្លៃទេប៉ុន្តែវាជាការចងចាំពេញមួយជីវិតរបស់ម្ដាយអ្នកអាចមិនពាក់វាតែអ្នកមិនអាចជន់ឈ្លីវាបានទេឯងគិតថាឯងជាអ្នកណាត្រឹមតែជាអ្នកផាត់មុខរកស៊ីមួយពេលក៏មានសិទ្ធិមកបង្រៀនត្រកូលគូយើងឲ្យចេះធ្វើមនុស្សដែរឬរកស៊ីដោយកម្លាំងពលកម្មខ្លួនឯងមិនមែនជារឿងអាម៉ាស់ទេអ្នកមានខំប្រឹងធ្វើការដោយកម្លាំងខ្លួនឯងក៏មិនមែនជារឿងអាម៉ាស់ដែររឿងដែលអាម៉ាស់ពិតប្រាកដគឺការដែលធំធាត់ឡើងដោយការលំបាករបស់ម្ដាយតែពេលស្លៀកឈុតកូនក្រមុំហើយបែរជាមកស្អប់ខ្ពើម្ដាយខ្លួនឯងថាស្មោកគ្រោកឯងហ៊ានជិតខ្ញុំផងជឿទេថាខ្ញុំនឹងធ្វើឲ្យឯងគ្មានការងារផាត់មុខធ្វើក្នុងទីក្រុងនេះទៀតបើបាត់បង់ការងារខ្ញុំអាចរកថ្មីបានបើលុយតិចខ្ញុំអាចរកសន្សំតាមក្រោយបានតែបើសិនថ្ងៃនេះខ្ញុំឈោមមើលម្ដាយម្នាក់ត្រូវកូនបង្កើតខ្លួនឯងគៀបសង្កត់បែបនេះយប់នេះខ្ញុំត្រឡប់ទៅផ្ទះវិញក៏មិនហ៊ានឆ្លុះកញ្ចក់មើលមុខខ្លួនឯងដែរក្រមិនគួរឲ្យខ្លាចទេគួរឲ្យខ្លាចគឺត្រង់ចិត្តវាជីវិតលំបាកមិនគួរឲ្យខ្លាចទេគួរឲ្យខ្លាចគឺខ្លាចបាត់បង់សតិសម្បជញ្ញៈអស់ទៅវិញទេកូនល្អរបស់ម៉ាក់ថ្ងៃនេះម៉ាក់មិនមើលមនុស្សខុសមែនម៉ាក់ខ្លួនឯងគ្មានលទ្ធភាពជួយអ្នកណាទេនៅទីនេះសម្ដែងរឿងអីទៀតអ្នកឯងគ្រាន់តែជាអ្នកអនាម័យតើអាចផ្ដល់អ្វីឲ្យគាត់បានផ្ដល់ការងារលាងបង្គន់ឲ្យគាត់ធ្វើមែនទេប្រហែលជាគេកំពុងរងចាំឲ្យម៉ាក់ឯងដំឡើងឋានៈជាប្រធានផ្នែកសម្អាតឲ្យគេហើយមើលទៅឈីអូថេងម៉ាក់សួរកូនចុងក្រោយមួយម៉ាត់ថ្ងៃនេះកូនទទួលស្គាល់ម៉ាក់ជាម្ដាយឬកូនចង់បានត្រកូលយ៉ាងនេះម៉ាក់កុំបង្ខំកូនអីផ្លូវដែលកូនដើរមកដល់ថ្ងៃនេះមិនងាយស្រួលទេបើកូនទទួលស្គាល់ម៉ាក់អាពាហ៍ពិពាហ៍នេះនឹងត្រូវខូចខាតអស់ហើយបានម៉ាក់យល់ហើយលោកចេនមកបន្ទប់តុបតែងខ្លួនមកឥឡូវឲ្យប្រធានសម្អាតរបស់ពួកឯងមកជួយមែនទេគឺចាស់ជរាដែលគួរឲ្យស្អប់នេះមែនទេលោកស្រី Shen សូមអភ័យទោសពួកយើងមកយឺតហើយនាយកប្រតិបត្តិលោកហៅគាត់ថាអីនេះគឺជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃសម្ព័ន្ធសន្តាគារយើងអ្នកស្រី Shen Yellen ចាប់តាំងពីម្សិលមិញមកសន្តាគារផ្កាយ5នេះរួមទាំងសារមង្គលការថ្ងៃនេះជាន់រៀបចំពិធីមង្គលការទាំងអស់គឺស្ថិតក្រោមឈ្មោះរបស់ប្រធាន Shen ហើយមិនអាចទៅរួចទេគាត់ច្បាស់ជាអ្នកអនាម័យសោះនាយកប្រតិបត្តិខ្ញុំស្លៀកឯកសន្តាពីអ្នកអនាម័យកន្លះខែមកនេះមិនមែនដោយសារខ្ញុំធ្វើបានតែការងារនេះទេគឺចង់មើលថាកូនស្រីដែលខ្ញុំចិញ្ចឹមបីបាច់មកពេលស្លៀកឈុតអាពាហ៍ពិពាហ៍ហើយតើនៅទទួលស្គាល់ខ្ញុំជាម៉ាក់ឬអត់ឥឡូវនេះខ្ញុំមើលច្បាស់អស់ហើយម៉ាក់សូមឲ្យកូនពន្យល់សិនអំបញ្ញមិញកូនគ្រាន់តែភ័យពេកទេកូនខ្លាចគ្រូសាហ្គាយ៉ូច្រឡំកាលពីបន្តិចមុនអ្នកថាខ្ញុំគ្មានអ្វីក្រៅពីជាបន្ទុករបស់អ្នកនោះទេឥឡូវដឹងថាខ្ញុំជាប្រធានក្រុមហ៊ុនអ្នកក៏ព្រមហៅខ្ញុំថាដូម៉ាក់យូវិញហើយលោកស្រី Shen វាជាការយល់ច្រឡំទេសុទ្ធតែការយល់ច្រឡំទេឈីអូថេងនៅក្មេងមិនដឹងអីពួកយើងនិយាយធ្ងន់បន្តិចកាលពីមុននេះអ្នកកុំយកទៅដាក់ក្នុងចិត្តអីមែនទេបើខ្ញុំគ្រាន់តែជាអ្នកសម្អាតម្នាក់តើអ្នកនៅតែនិយាយថាវាជាការយល់ច្រឡំទៀតទេលោកចោលរាល់កម្មវិធីមង្គលការទាំងអស់របស់គ្រូសាហ្គានៅថ្ងៃនេះហើយសង្ឃ្លៃសេវាគេវិញទៅចាប់ពីពេលនេះទៅសន្តាគារទាំងអស់ដែលស្ថិតក្រោមឈ្មោះខ្ញុំរួមទាំងសារពិធីជប់លៀងនិងមជ្ឈមណ្ឌលសន្និបាតផងដែរលោកស្រី Shen ថ្ងៃនេះភ្ញៀវមកដល់អស់ហើយអ្នកធ្វើឲ្យគ្រូសាហ្គាពួកយើងអាម៉ាស់មុខជាសាធារណៈបែបនេះពេលដែលអ្នកមើលងាយម្ដាយគេម្នាក់ធ្លាប់បានគិតទេថាគាត់
គាត់ក៏មានមុខមាត់ដែរនោះពេលអ្នកជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់អ្នកដទៃអ្នកគួរតែដឹងថាភាពថ្លៃថ្នូររបស់ខ្លួនឯងក៏នឹងត្រូវគេជន់ឈ្លីវិញដែរលេនឈៀវទីឲ្យដើម្បីបានរៀបការចូលគ្រួសារហ្គានាងហ៊ានប្រកាសកាត់ក្បាលមិនទទួលស្គាល់ម្ដាយបង្កើតខ្លួនឯងនៅចំពោះមុខគេចេញពីខ្ញុំគ្រាន់តែខ្លាចគ្រួសារអ្នកមើលងាយខ្ញុំប៉ុណ្ណោះមនុស្សដែលសំបីតែម្ដាយបង្កើតក៏មិនហ៊ានទទួលស្គាល់ខ្ញុំមិនហ៊ានរៀបការជាមួយទេពិធីរៀបការនេះលោកចោលម៉ាក់កូនខុសហើយកូនខុសមែនហើយនៅពេលធ្វើខុសត្រូវតែទទួលខុសត្រូវម៉ាក់អាចអាណិតកូនបានប៉ុន្តែក៏មិនអាចជួយឲ្យកូនគេចផុតពីផលកម្មដែលកូនបានសាងដែរចាប់ពីពេលនេះទៅផ្នែកតុបតែងរៀបចំពិធីមង្គលការរបស់សន្តាគារនេះប្រគល់ឲ្យអ្នកជាអ្នកទទួលខុសត្រូវមីងខ្ញុំធ្វើមិនបានទេខ្ញុំគ្រាន់តែជាអ្នកកែសម្រួលរូបភាពធម្មតាម្នាក់ប៉ុណ្ណោះបើមិនចេះយើងអាចរៀនបានរឿងដែលកំបោរបំផុតសម្រាប់មនុស្សម្នាក់មិនមែនស្ថិតនៅត្រង់ចំណុចចាប់ផ្ដើមខ្ពស់នោះទេគឺស្ថិតនៅត្រង់ចិត្តគំនិតដែលត្រឹមត្រូវថ្ងៃនេះក្មួយហ៊ានប្រឆាំងនឹងអ្នកមានអំណាចដើម្បីមនុស្សចម្លែកម្នាក់ហ៊ាននិយាយរឿងត្រឹមត្រូវមីងជឿថាមនុស្សដែលមានចិត្តស្មោះត្រង់ធ្វើអ្វីក៏មិនខុសដែរមីងខ្ញុំគ្រាន់តែគិតថាមនុស្សយើងមិនត្រូវភ្លេចកំណើតដើមឡើយម៉ាក់ខ្ញុំក៏ធ្វើការងារធ្ងន់នៅស្រុកស្រែដែរដៃគាត់សុទ្ធតែជាស្នាមក្រិនតែខ្ញុំមិនដែលគិតថាវាជារឿងគួរឲ្យខ្មាស់ហ៊ានទេនិយាយបានល្អណាស់ពេលក៏ត្រូវរក្សាសំចញ្ញាឲ្យបានល្អថ្ងៃមុខនឹងភ្លឺស្វាងពេលមានបានបបោះបង់សតិសំចញ្ញាចោលផ្លូវជីវិតនឹងដល់ផ្លូវតជាជាមិនខានការរៀបការត្រូវបានលុបចោលទាំងស្រុងហើយមកស៊ីវរងអង្គុយចុះអាយុទើបតែ20ជាងសោះហេតុអ្វីបានជាមុខស្លេកស្លាំងបែបនេះមើលទៅអស់កម្លាំងខ្លាំងណាស់ឃើញចាស់ជាងមនុស្សអាយុស្រកគ្នាទៅទៀតមីងឲ្យធ្វើមិនបានពួកយើងអ្នកធ្វើការរៀបចំតុបតែងមុខកូនក្រមុំជារឿយគឺម៉ោង3ឬ4ភ្លឺទើបបានសម្រាប់ផលិតផលថែរក្សាស្បែកល្អមានតម្លៃថ្លៃណាស់ខ្ញុំមិនដាច់ចិត្តទិញទេឲ្យកូនក្មេងល្ងងឲ្យយុវវ័យមិនមែនបង្កើតមកដើម្បីឲ្យយើងហត់នឿយខ្លាំងពេកបែបនេះទេ